បច្ចុប្បន្នយើងគ្រប់គ្នាសុទ្ធតែចំណាយពេលភាគច្រើននៅមុខអេក្រង់កុំព្យូទ័រទូរស័ព្ទដៃឬ tablet ដោយសារតែការរស់នៅរបស់យើងបានផ្លាស់ប្ដូរហើយការទទួលពលឺពីអេក្រង់របស់យើងគ្រប់គ្នាកាន់តែច្រើនជាងមុនបញ្ហាមួយដែលគ្រប់គ្នាតែងតែជួបប្រទះដែរនោះគឺបញ្ហាសុខភាពភ្នែកដូចនេះតើការបរិភោគអ្វីខ្លះអាចជួយដល់ការថែទាំសុខភាពភ្នែកបានវីតាមីន C វីតាមីន E និង beta carotene ព្រមជាមួយនឹងសារធាតុខនិជដូចជាសង្កសីទង់ដែងបានជួយកាត់បន្ថយបញ្ហាភ្នែកដែលកើតឡើងទៅតាមអាយុរបស់យើងការស្រាវជ្រាវមួយបានធ្វើឡើងនៅឆ្នាំ2013ដែលក្នុងនោះគេបានបង្ហាញថា omega 3 zeaxanthin lutein និង beta carotene រួមបញ្ចូលគ្នាវាមានប្រសិទ្ធភាពជាងការប្រើប្រាស់ផលិតផលតែមួយមុខដាច់ដោយឡែកពីគ្នាលើសពីនេះការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា omega 3 ទង់ដែង lutein zeaxanthin មានសារៈសំខាន់សម្រាប់សុខភាពភ្នែកដូចនេះយើងនឹងនាំគ្នាទៅមើលថាតើអាហារដែលសម្បូរទៅដោយសារធាតុដែលបានរៀបរាប់ខាងលើនោះមានអ្វីខ្លះអាហារដែលសម្បូរទៅដោយ omega 3 រួមមានដូចជាត្រីទូណាត្រីសាល់ម៉ុនត្រីត្រោតត្រីម៉ាការ៉ែលសាឌីន anchovy ដែលសុទ្ធសឹងតែជាពពួកត្រីសមុទ្រខ្លាញ់ត្រីក៏ថែមទាំងអាចជួយព្យាបាលជំងឺភ្នែកស្ងួតជាពិសេសការស្ងួតដែលបណ្ដាលមកពីការមើលអេក្រង់ផ្សេងៗដូចជាកុំព្យូទ័រទូរស័ព្ទដៃនិង tablet ជាដើមក្រៅពីត្រីគ្រាប់ធញ្ញជាតិក៏សម្បូរទៅដោយ omega 3 ដូចគ្នាលើសពីនេះវាក៏សម្បូរទៅដោយវីតាមីន E ដែលជួយការពារភ្នែកពីការខូចខាតទៅតាមវ័យគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយ omega 3 រួមមាន chia seed flax seed និង hemp seed ជាដើមចំណែកផ្លែឈើដែលសម្បូរទៅដោយវីតាមីន C មានដូចជាពពួកក្រូចយើងដឹងហើយថាវីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អដូចគ្នានឹងវីតាមីន E ដែរវាមាននៅក្នុងពពួកក្រូចដូចជាក្រូចឆ្មាក្រូចពោធិ៍សាត់ក្រូចថ្លុងនិងបន្លែបៃតងដែរម្យ៉ាងវិញទៀតបន្លែបៃតងវាក៏សម្បូរទៅដោយ lutein និង zeaxanthin ថែមទៀតលើពីនេះបន្លែបៃតងដូចជាពូជលែងឬយើងហៅថា spinach, kale, collard និងការ៉ុតជាដើមហ្នឹងវាសម្បូរទៅដោយវីតាមីននិង beta carotene ដែល beta carotene នេះវាធ្វើឲ្យការ៉ុតហ្នឹងមានពណ៌ទឹកក្រូចហើយវាមានសារៈសំខាន់សម្រាប់ភ្នែកព្រោះវាជាធាតុផ្សំរបស់ប្រូតេអ៊ីនឈ្មោះថា rhodopsin ដែលជួយទៅក្នុងរ៉េទីនក្នុងការស្រូបយកពន្លឺតាមការស្រាវជ្រាវបង្ហាញថារាងកាយត្រូវការសារធាតុចិញ្ចឹមដើម្បីបង្កើតជាវីតាមីន A ដែលសារធាតុចិញ្ចឹមទាំងនោះមាននៅក្នុងការ៉ុតផ្កាខាត់ណាល្ពៅដំឡូងពណ៌ស្វាយនិងផ្កាខាត់ណាពណ៌ខៀវជាដើមលើពីនេះដំឡូងពណ៌ស្វាយថែមទាំងមានវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អថែមទៀតសាច់គោសម្បូរទៅដោយសង្កសីដែលជាសារធាតុសំខាន់មួយទៀតសម្រាប់សុខភាពភ្នែកព្រោះវាជួយកាត់បន្ថយបញ្ហាភ្នែកមញប់ទៅតាមអាយុកាលជាពិសេសរ៉េទីននិងសាច់ដុំជុំវិញរ៉េទីនសម្បូរទៅដោយសង្កសីហើយចំពោះសាច់សត្វផ្សេងទៀតដូចជាទ្រូងមាន់សាច់ជ្រូកក៏មានសារធាតុសង្កសីដែរប៉ុន្តែវាមានក្នុងបរិមាណតិចជាងសាច់គោចំណុចមួយទៀតស៊ុតវាក៏ជាប្រភពរបស់ lutein និង zeaxanthin ហើយវាក៏សម្បូរទៅដោយវីតាមីន C និង E ដែរវាជួយដល់ការកាត់បន្ថយបញ្ហាភ្នែកចុកខ្សោយក្រៅពីនេះការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់នឹងក៏សំខាន់សម្រាប់សុខភាពភ្នែកដូចគ្នាការបរិភោគទឹកឲ្យបានច្រើនអាចជួយកាត់បន្ថយបញ្ហាដែលបណ្ដាលឲ្យមានអាការៈស្ងួតភ្នែកហើយយើងដឹងហើយថាអាហារជាគន្លឹះសំខាន់មួយសម្រាប់ការថែទាំសុខភាពដូច្នេះយើងគួរយកចិត្តទុកដាក់ចំពោះអ្វីដែលយើងបានបរិភោគដើម្បីទទួលបានសុខភាពល្អ Total Eye Care